នេះគេហៅថាដើមស្លែងបាទស្លែងឬក៏ស្លែងធំបងប្អូនណាបាទសូមគោរពជំរាបសួរបងប្អូនក៏ដូចជាលោកតាលោកយាយនាងបងប្អូនកូនក្មួយទាំងអស់ជាទីគោរពអានបាទខ្ញុំធ្វើការបង្ហាញជូននៅប្រភេទរុក្ខជាតិបាទបាទមួយប្រភេទដែលជារុក្ខជាតិមួយដែលពិសេសវិសាលបាទដែលបងប្អូនធ្លាប់ឮចាស់ចាស់និយាយតគ្នាបងប្អូនណាហ្នឹងហើយធ្លាប់ឮគាត់និយាយបាទធ្លាប់ឮគាត់និយាយថានេះគឺជាដើមស្លែងបាទល្វីងដូចគ្រាប់ស្លែងវាចាស់លោកពលថាល្វីងដូចគ្រាប់ស្លែងបងប្អូនណាបងប្អូនដឹងហើយថាស្លែងគឺជាបាទជាថ្នាំពុលក៏ប៉ុន្តែស្លែងនេះផងដែរគឺជាឱសថណាបងប្អូនបាទឱសថដោយសារអីដោយសារថាអាចធ្វើឱសថបានព្រោះតែគេយកទៅកែច្នៃបាទគេយកទៅបំលែងបាទគេយកទៅកែច្នៃបងប្អូនណាកែច្នៃទៅធ្វើជាថ្នាំព្យាបាលជំងឺផ្សេងៗជាច្រើនទៀតណាបាទអញ្ចឹងរុក្ខជាតិដើមស្លែងនេះផងដែរគឺខ្ញុំនិយាយតកតងទៅនឹងស្លែងមានពីរប្រភេទបងណាបាទស្លែងមានពីរប្រភេទបាទប្រភេទទី1គឺជាប្រភេទស្លែងបាទដែលមានទំហំទាបទំហំតូចបាទហើយនឹងស្លែងទី2គឺស្លែងដែលមានទំហំធំបាទខុសគ្នាទាំងដើមបងប្អូនណាទាំងដើមហើយក៏ទាំងផ្លែដូចគ្នាណាចំពោះស្លែងនេះគឺជាស្លែងធំបងប្អូនខ្ញុំធ្វើការបកស្រាយទៅលើស្លែងធំបាទនឹងហើយខ្ញុំប្រៀបធៀបបន្តិចណាស្លែងតូចនិងស្លែងធំមានលក្ខណៈដូចគ្នាឬក៏ខុសគ្នាដូចម្ដេចខ្លះអញ្ចឹងស្លែងតូចគឺមានផ្លែវាប្រព័ន្ធមួយជើងបាទប្រព័ន្ធមួយជើងអត់ធំទេបងប្អូនណាប្រព័ន្ធមួយជើងនឹងហើយតូចទេបាទហើយដើមវាគឺអត់សូវខ្ពស់ទេបងប្អូនដើមវាប្រហែលជា2 3 4 5ម៉ែត្រទេណាហ្នឹងឬក៏5 6ម៉ែត្រទេដើមស្លែងតូចណាគឺដើមស្លែងតូចគឺជាលក្ខណៈវល្លបងប្អូនណាវល្លកាត់ណាបានន័យថាមិនចំវល្លក៏មិនចំឈើដែរគឺវាលក្ខណៈកាត់អញ្ចឹងវាអាចដោះទៅវាអានឹងវាអាចដោះតប់ជាមួយនឹងរុក្ខជាតិដទៃណាដើម្បីឡើងទៅលើបានខ្ពស់វាត្រូវការតប់ជាមួយរុក្ខជាតិដទៃប៉ុន្តែនៅពេលដែលវាធំហើយវាអាចមានចំហឈរទៅឯងបានណាស្លែងតូចស្លែងធំបាទប្រហាក់ផែនឡើងដែរណាបាទស្លែងតូចគឺបាទស្លឹកវាពណ៌អត់មានពណ៌បៃតងចាស់ជាងទេបៃតងរាងខ្ចីរាងពណ៌រាងនិយាយទៅរាងក្រហមរាងលឿងបន្តិចហ្នឹងហើយចំពោះស្លែងតូចវាដោះនៅតាមរុក្ខជាតិដោះនៅតាមព្រៃរបស់ផ្សេងអត់សូវមានដោះនៅក្នុងព្រៃធំនោះទេស្លែងតូចហ្នឹងតែបើស្លែងធំនេះគឺភាគច្រើនគឺវាដោះនៅក្នុងព្រៃធំតែម្ដងហ្នឹងហើយអញ្ចឹងស្លែងធំនេះគឺដោយសារតែវាមានទំហំធំណាបងប្អូនបាទវាមានទំហំដើមធំមែនទេធំណាបងប្អូនអាយុរាប់រយឆ្នាំអញ្ចឹងទំហំដើមធំមែនទែនបាទស្ទើរតែប៉ុនដើមជាងដែរបាទហ្នឹងនិយាយទៅបើយើងដើរទៅក្នុងព្រៃតូចអីអត់ឃើញទំហំធំទេអាចថាប៉ុននិយាយទៅវាមិនធំប្រហែលទេវាអាចថាប៉ុនខ្លួនមនុស្សអញ្ចឹងណាហ្នឹងហើយប៉ុន្តែជាក់ស្ដែងបើសិនមកយើងទៅក្នុងព្រៃជ្រៅព្រៃធំបាទដែលមានអាយុរាប់រយរាប់ពាន់ឆ្នាំនោះព្រៃនោះគឺមានហើយរុក្ខជាតិស្លែងធំនេះគឺបាទដើមវាធំបងប្អូនឃើញទេដើមវាធំមែនទែនបាទដើមធំណាក៏ប៉ុន្តែស្លែងនេះគឺมันអាចយកទៅធ្វើគ្រឿងសង្ហារឹមអីផ្សេងបានទេដោយសារថាដើមហ្នឹងគឺវាឆាប់ពុកបាទដើមស្លែងគឺបាទធំមែនប៉ុន្តែគឺយើងអាចធ្វើបានទេណាជារុក្ខជាតិដែលផ្ដល់ទៅលើម្លប់ទេណាដល់លើម្លប់បាទដល់លើម្លប់ដល់មនុស្សដល់សត្វណាហ្នឹងហើយប៉ុន្តែបើសិនបើយើងយកទៅធ្វើសង្ហារិមគឺធ្វើអត់កើតទេណាដើមវាគឺមិនផុយប្រមាណដែរក៏ប៉ុន្តែបើនិយាយពីភាពស្វិតហ្នឹងក៏វាមិនស្វិតទេហើយក៏វាមិនផុយណាស់ដែរនៅពេលដែលយើងកាប់យើងអីយើងពិបាកដែរណាមិនផុយប្រមាណទេក៏ប៉ុន្តែនៅពេលដែលទុកយូរនៅពេលដែលវាងាប់ទុកយូរទៅវានឹងឆាប់ពុកលឿនអញ្ចឹងធ្វើឲ្យឈើហ្នឹងมันអាចប្រើប្រាស់បានទេសម្រាប់គ្រឿងសង្ហារិមផ្សេងណាបងប្អូនបាទហ្នឹងហើយបាទដើមនេះមានទំហំរហូតដល់បាទ30ម៉ែត្របងប្អូនបាទ30ម៉ែត្រទៅ40ម៉ែត្រណាបងប្អូនបាទ30ម៉ែត្រដើមបាទទំហំខ្ពស់ស្លែងធំគឺដូចតែរុក្ខជាតិក្នុងព្រៃដទៃទៀតដែរគឺមានទំហំធំហ្នឹងហើយបាទធំបងប្អូនឃើញបាទមានទំហំធំមែនទែនបាទហើយដើមស្លែងនេះគឺมันសូវជាពិបាករកទេបងប្អូនយើងអាចសម្គាល់បានដើមស្លែងនេះគឺបាទយើងដើរទៅក្នុងព្រៃហើយយើងមើលស្លឹកណា
ស្លាកស្លែងគឺស្តៀងគ្នានឹងអាស័យផ្សំស្រេចដែរស្លាកណាស្លាកស្តៀងនឹងអាស័យផ្សំស្រេចបងប្អូនណាបាទក៏ប៉ុន្តែអាស័យផ្សំស្រេចនេះគឺដើមវាតូចទេប៉ុន្តែដើមបាទដើមស្លែងនេះគឺដើមធំបាទអានេះគឺយើងឃើញដើមធំណាដែលខ្ញុំជម្រាបជូនថាគឺមានអាយុយូរឯងបាទដើមធំប៉ុណ្ណឹងបាទស្លាកវាដូចគ្នាដែរចង្អូអញ្ចឹងស្អាតបងប្អូនណាប៉ុន្តែពណ៌វាគឺពណ៌បៃតងចាស់អត់មានពណ៌ខ្ចីទេដើមនេះគឺពណ៌ចាស់តែហ្មងមើលទៅគឺវារាងដូចកណាត់ណាកណាត់ដែលសម្លេងបំពាក់ឯកសណ្ឋានណាហ្នឹងហើយអញ្ចឹងគេធ្វើចេញយកគំរូចេញពីបាទរូបជាតិហ្នឹងឯងបាទហ្នឹងហើយយកគំរូចេញណាបាទគេយកគំរូចេញដូចគ្នាពណ៌អញ្ចឹងពណ៌គេហៅថាពណ៌ចាស់បៃតងចាស់ហ្នឹងហើយបាទស្លឹកហ្នឹងបាទផ្លែវាធំបងប្អូនធំប្រព័ន្ធកជើងបាទហើយផ្លែវាអាចពុលបាទនៅពេលដែលយើងហូបសាច់វាណាបងប្អូនតែបើគ្រាប់វាគឺអត់ពុលទេអញ្ចឹងបើយើងចង់ដឹងច្បាស់យើងយកដីដោះណាស្អីដោះក៏បានដែរឲ្យទៅដោះជ្រះពីសាច់វាចេញយើងហូបតែគ្រាប់វាក៏ពុលដែរក៏ប៉ុន្តែពុលទៅលើសាច់ទេអញ្ចឹងបើយើងចង់ដឹងថាពុលឥឡូវយើងមិនឲ្យសាកទេណាមិនឲ្យបងប្អូនសាកទេប៉ុន្តែគឺវាពុលទៅលើសាច់អញ្ចឹងយើងយកសាច់វាទៅហូបទៅវាមិនដាល់ឲ្យពុលដោយសារវាប្រតិកម្មជាមួយនឹងសរីរាង្គរបស់យើងវាមានគេហៅថាចិត្តពុលដូចចិត្តពឹសរបស់វាអញ្ចឹងណាហ្នឹងហើយដែលសារពាង្គកាយវាមិនត្រូវការណាវាធ្វើឲ្យឈ្នះកោសិការបស់យើងអាហ្នឹងហើយបាទគេហៅថាចិត្តពុលហ្នឹងគឺវាឆាំងជាមួយនឹងកោសិការបស់យើងបានឈ្នះកាលណាវាប្រឆាំងឈ្នះគឺពុលហ្នឹងហើយតែបើកោសិកាយើងអាចប្រឆាំងបានគឺអានឹងអត់ពុលទេប៉ុន្តែដោយសារតែកម្រិតនៃជាតិពុលហ្នឹងកម្រិតនៃជាតិដែលសារពាង្គកាយមិនត្រូវការនឹងច្រើនដូច្នេះតែកាលណាដែលវាទៅគឺធ្វើឲ្យវាប្រតិកម្មធ្វើឲ្យវាមានបញ្ហាបាទអញ្ចឹងទៅវាបណ្ដាលឲ្យពុលហ្នឹងគឺបាទគឺខុសប្រក្រតីហ្នឹងហើយបាទអូនអញ្ចឹងទៅគេអាចពិសាបានដោយគេប្រើស្ករណាដោយសារស្ករហ្នឹងគេបង្កើនទៅលើជាតិស្ករបាទបង្កើនទៅលើគ្រីកូសឲ្យបានច្រើនដែរធ្វើឲ្យមានជាតិស្ករច្រើនបានអាចឈ្នះបានអាហ្នឹងដើម្បីបន្សាបបងប្អូនណាបាទដើមស្លែងកំឡោលេងបងប្អូនណាទៅវិញគ្រាប់ស្លែងគ្រាប់វាវិញគ្រាប់វាសាច់មិនគ្រាប់ណាតែបើគ្រាប់វាអត់អីទេចឹងឲ្យហូបបានណាបាទបងប្អូនអាចមើលវីដេអូខ្ញុំហើយអាចទៅស្វែងរកទៅឃើញដូចគ្នាណាស្លឹកឲ្យដើមដូចគ្នាដើមវាគឺអត់ស្អាតទេណាដើមវានឹងគ្រើមរៀងដូចថាសម្បកវាណាសម្បកវាដូចគ្រើមអត់ល្អមើលទេអាក្រក់មើលវាគ្រឿងដើមជាងដែរសម្បកវាគ្រើមដូចគ្នាណានឹងហេតុដើមក៏ពិបាកឡើងដែរខ្ពស់ហ្នឹងបងប្អូនហើយផ្លែច្រើនណាផ្លែវាធ្លាក់បាទវាដោះនៅសាគ្របវាហ្នឹងបាទពេលគ្រាប់ជ្រុះមកគឺវាធ្លាក់មកហូរតាមទឹកទៅវាជ្រុះបាទវាដោះអញ្ចឹងទៅដោះបានជាកូនពូនជាចៅបន្តទៅទៀតអញ្ចឹងទៅបាទនេះគេថាស្លែងធំបងប្អូនណាបាទហ្នឹងហើយបាទស្លែងធំត្រូវថ្នាំដែរសម្រាប់គេយកទៅប្រើប្រាស់នោះគឺបាទគេយកគ្រាប់វាហ្នឹងឯងគេយកទៅចម្រាញ់ធ្វើជាឱសថផ្សេងអញ្ចឹងទៅរុក្ខជាតិទាំងអស់បាទគឺសុទ្ធតែមានប្រយោជន៍ព្រោះថាពេលខ្លះវាពុលមែនប៉ុន្តែវាអាចដំឡើងធ្វើជាអីផ្សេងទៀតទៅដើម្បីកុំឲ្យពុលបងប្អូនឃើញក្ដួយទេក្ដួយយើងហូបទៅទេហូបឆាវអីអាចពុលណាបងណាពុលណាប៉ុន្តែបើយើងយកទៅត្រាំទឹករយៈពេលមួយសប្តាហ៍ទៅដើម្បីចេញជាតិពុលល្អជាងហូបទៅឆ្ងាញ់ទេបាទឆ្ងាញ់អាចហូបបានហើយបរិភោគបានដូចអង្គអញ្ចឹងអានេះដូចគ្នាបងប្អូនណាបាទអញ្ចឹងសូមអរគុណបងប្អូនសម្រាប់ការទស្សនាបាទសូមអរគុណសូមគោរពលាបាទសូមជួយចែកជាម្នាក់មួយផងបងប្អូនសូមអរគុណសូមគោរពលា